ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើស្ងោរងើសាច់ពុះផលិតចឹងណាបងប្អូនខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្បាស់ជាចូលចិត្តនិងធ្លាប់បានញ៉ាំជាមួយនឹងសាច់ពុះផលិតនេះហើយព្រោះជាទូទៅគេអាំងដាក់ចកលក់បងប្អូនហើយគ្មានរដូវកាលពងគឺថាពងនេះហ្មងតែគាត់ថានេះពុះផលិតពងដែរតែគាត់ថានៅរដូវនេះអត់សវត្តមាននេះហើយវាថ្លៃទៀតអញ្ចឹងណានេះគេបកកវាទុកហើយខ្ញុំក៏ចង់ញ៉ាំឃើញវាពងតំណងពេកក៏ទិញគេ2គីឡូមកអញ្ចឹងណាហើយឥឡូវនេះយើងមកធ្វើការកាប់សាច់ពោះហ្នឹងដើម្បីយកទៅធ្វើងើអញ្ចឹងហើយនេះគឺជាគ្រឿងផ្សំគោលទាំងអស់អញ្ចឹងណាបងប្អូនហើយមុនពេលដែលខ្ញុំយកទៅធ្វើសម្លហ្នឹងយកមកបំពងឲ្យវារៀងក្រៀមបន្តិចអត់ក្រៀមខ្លាំងទេបងប្អូនគ្រាន់តែចង់ឲ្យវាក្រៀមឈ្ងុយខាងក្រៅបន្តិចអញ្ចឹងណាមុនពេលដែលយើងយកទៅស្ងោរជ្រក់នេះខ្ញុំបានដាំទឹកនៅក្នុងឆ្នាំងមានរំដេងសឹកក្រៃសឹកក្រូចអីអញ្ចឹងណាបងប្អូនហើយយើងបង់អំបិលបន្តិចមកហើយដាំទឹកហ្នឹងឲ្យពុះទៅអញ្ចឹងបន្ទាប់ពីទឹកហ្នឹងពុះហើយខ្ញុំក៏បានដាក់ជាមួយនឹងម្សៅរ៉តឌីមកបរិមាណល្មមនៃទឹករបស់យើងកុំឲ្យវាប្រៃពេកគ្រាន់យើងយករសជាតិឡំអញ្ចឹងណាបងប្អូនហើយយើងក៏បានដាក់សាច់ពោះដែលយើងបានបំពងហ្នឹងចូលទៅអញ្ចឹងទៅតាមបរិមាណដែលយើងចង់ដាក់អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការដាក់ចំនួនពាក់កណ្ដាលដោយសារពាក់កណ្ដាលតិចខ្ញុំទុកយកទៅធ្វើរំលីងអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងដាក់ស្ងោរវាមកសន្ទុះមកហើយបងប្អូនមានគ្រឿងដាក់ទឹកត្រីដាក់អំបិលស្ករពីចេងទៅតាមចំណង់ចំណូលចិត្តហើយនេះខ្ញុំដាក់គ្រឿងហើយឥឡូវខ្ញុំមកដាក់ជាមួយនឹងក្រូចងើមួយផ្លែអញ្ចឹងណាបងប្អូនហើយទឹកវាបន្តិចដើម្បីឲ្យមានរសជាតិជូរឆ្ងាញ់អញ្ចឹងណាបងប្អូនហើយយើងមកធ្វើការកូរទៅបន្ទាប់ពីពុះមកសន្ទុះហើយខ្ញុំក៏បន្ថែមជាមួយនឹងស្ករត្នោតបន្តិចអញ្ចឹងណាបងប្អូនហើយក៏ជាមួយនឹងខ្ទឹមលីងដែរដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយពពុះខាងលើហ្នឹងខ្ញុំក៏បានដួសចានទៅបងប្អូនហើយយើងធ្វើតែប៉ុណ្្នឹងគឺវារួចរាល់ហើយបងប្អូនហើយកុំភ្លេចភ្លក់មើលគីឡូស្ទើជូរស្ទើអីយើងអាចថែមគល់ឆ្មាឬក៏ក្រូចងើតាមក្រោយហើយជាចុងក្រោយខ្ញុំបង់ជាមួយនឹងជីខ្ទឹមជីនាងវងយើងឲ្យមានរសជាតិឈ្ងុយយ៉ាងណា